បាទសួស្តីពុកម៉ែបងប្អូននេះគឺជាផ្កាធម្មជាតិបាទផ្កាធម្មជាតិដែលផ្កានេះវាមានដូចជាវល្លិបាទវល្លិដូចជាវល្លិទេគឺផ្កានេះស្អាតអស់តោះស្អាតអស្ចារ្យតែម្ដងផ្កាធម្មជាតិដែលកើតឡើងនៅតាមស្រុកស្រែចម្ការយើងដើមនេះវល្លិមានល្មីសបាទដើមវានេះស្លឹកវាដើមវានេះស្លឹកវានេះបាទសម្បូរនៅតាមស្រុកស្រែយើងផ្កានេះបងប្អូនដែលចង់ដាំអីអាចខ្ញុំអាចរកកោះផ្ញើបានបាទដែលមានលក្ខណៈវល្លិហ្នឹងយើងអាចដាំតាមលបងទៀសឬក៏អាចដាំតាមក្នុងទ្វារបានបាទវាវល្លិវាទៅវាឆ្កមនេះគឺផ្កាច្រើនបាទសូមអរគុណបងប្អូនណាចង់